បាននេះលទ្ធផលតកតងនឹងពូជថ្មីឈ្មោះថាវសារបស់ខាងក្រុមហ៊ុនព្រួញបងប្អូនទាំងគ្នាឃើញទស្សនវិជ្ជាខ្ញុំថតជាក់ស្ដែងនេះបានឃើញផ្លែច្រើនមែនទែននៅក្នុងរដូវវស្សានេះហើយសម្រាប់តកតងនឹងរូបរាងផ្លែបាទយើងមើលជាក់ស្ដែងគឺស្អាតស្លូនមែនទែនហើយពណ៌ស្បករបស់វាបៃតងខ្ចីផ្កាញីរបស់វាគឺច្រើនមែនទែនទៅនឹងពូជថ្មីឈ្មោះថាវសានេះបាទរបស់ខាងក្រុមហ៊ុនព្រួញបាទគឺជាពូជមួយដែលចេញលក់នៅក្នុងឆ្នាំ2026នេះពូជនេះអាយុកាលរបស់វាគឺអាយុកាលប្រហែលជា32ថ្ងៃទៅ33ថ្ងៃគឺចាប់ផ្ដើមប្រមូលផលហើយបាទហើយនេះគឺជាលទ្ធផលផ្លែដែលកសិករនៅខាងខេត្តសៀមរាបក៏ដាំផ្ទាល់ដោយទស្សនវិជ្ជាជាក់ស្ដែងនៅរោងទី1នេះអញ្ចឹងយើងឃើញតកតទៅនឹងផ្លែរបស់វាគឺផ្លែច្រើនខ្លាំងមែនទែនអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងតែស្វែងរកពូជត្រសក់ដែលមានផ្លែច្រើនបាទអាចសាកល្បងជាមួយនឹងពូជឈ្មោះភាសាថ្មីនេះបានអញ្ចឹងសម្រាប់តកតទៅនឹងលក្ខណៈផ្លែរបស់វាគឺផ្លែពណ៌បៃតងខ្ចីហើយបើយើងនិយាយពីលក្ខណៈសាច់របស់វាគឺសាច់ហាប់ណែនក្របស្នូលតូចទៀតពីក្តឹបរបស់វាគឺមួយថ្នាំងមួយរហូតដល់ថ្នាំងលើការឡើងទ្រើងបាទគឺឡើងល្អត្រង់មែនទែនអត់ពិបាកក្នុងការឲ្យម្ចាស់ចការក្នុងការបកដៃឲ្យឡើងទ្រើងទេគឺវាឡើងត្រង់ល្អមែនទែនតកតទៅនឹងត្រសក់ពូជភាសាពូជថ្មីរបស់ខាងក្រុមហ៊ុនព្រួយនេះបងប្អូនទាំងគ្នាដែលអ្នកដាំត្រសក់គាត់ជាឆ្ងល់ហើយឈ្មោះថាភាសាអញ្ចឹងបើសិនជាគិតថាឈ្មោះថាវសាប្រហែលជាដាំបានតែរដូវវស្សាទេបាទអញ្ចឹងសម្រាប់តកតទៅនឹងពូជត្រសក់នេះមួយវាស័ក្តិសមនៅរដូវវស្សាប៉ុន្តែសម្រាប់តកតទៅនឹងការដាំដុះបាទគឺអាចដាំដុះបានពេញមួយឆ្នាំដោយតែពូជបងប្អូនទាំងគ្នាដែលធ្លាប់ដាំពូជក្រុមហ៊ុនព្រួយកន្លងមកមានផ្លែ2ទាន់ចិត្តផ្លែ7ផ្លែ5មិញខ្ញុំនិយាយតកតទៅនឹងការឡើងទ្រើងបងប្អូនទាំងគ្នាអាចមើលជាក់ស្ដែងបាទដូចត្រង់នេះអញ្ចឹងបាទតកតទៅនឹងការឡើងទ្រើងគឺឡើងខ្ពស់ខ្លាំងមែនទែនហើយសម្រាប់តកតទៅនឹងបើយើងនិយាយពីខ្នែងវិញបាទគឺខ្នែងបែកខ្លាំងមែនទែនបាទអញ្ចឹងបងប្អូនទាំងគ្នាដែលកំពុងតែស្វែងរកពូជត្រសក់ដែលមានផ្លែច្រើនបាទអាចសាកល្បងជាមួយនឹងពូជភាសាថ្មីរបស់ខាងក្រុមហ៊ុនព្រួយនេះបានបាទទីនេះជូនតកតទៅនឹងផ្លែរបស់វាគឺស្អាតហើយផ្លែច្រើនហើយសម្រាប់តកតទៅនឹងចការនេះផងដែរគឺកសិករគាត់កំពុងប្រមូលផលនៅព្រឹកនេះហើយបាទហើយខ្ញុំមកថតបង្ហាញជូនបងប្អូនទាំងគ្នាដែលជាអ្នកដាំត្រសក់បាទហើយបើយើងនិយាយពីតកតទៅនឹងពូជភាសាថ្មីនេះតកតទៅនឹងសបល់ផ្លែបាទគឺសបល់របស់វាស្អាតត្រូវនឹងទីផ្សារពណ៌បៃតងខ្ចីបាទហើយសាច់របស់វាគឺណែនបាទសាច់ក្រាស់គឺស្នូតតូច